mới bị chồng sợ đỏ bạc chờ nâng bạc tới bạc từ vây rừng rừng nâng chỉ luôn dân đại tế anh nâng miền thực tập tháng để dân khơi như rồi ngày nâng men còn tái sự tệ rồi lực bám ở miền dân nhạc khơi sọc dân lư rồi ngày nâng men còn tại là miền thực tập tháng ở miền dân lư sọc cái này về miền tua khơi nha về miền tua lư là ngày thiệt khơi miền nè phần thấy với ớt men giờ sự tệ rồi lực bán cứ chỉ bò ra mặt bụi bát vừa tia sờ nạ cái khơi men chứ phần thấy về men giờ nè khơi rồi đôi dân mình phải cam đơm đôn thay dân chân nè dân bạn phải cam đơm phao bạn phải cam ô pre ấy nó phèn đây ấy nó thật luôn dân chân nè sự tệ rồi lực bán nó cứ với ớt men giờ nè khơi men nó tay chặt khơi miền anh nó pro thì bạc thôi nè bờ ớt bàn pro thì bạc chân thế cứ ớt pro thì bạc nâng ảnh chẳng bột bỏ sạch dân prăng sẽ đạp thở sẽ tay bật tha nó bạc thì bạc giờ mê cứ sẽ đạp chắc sẽ đạp hơi sắc xa từng kê tì nết nâng dân lư ra ngay nâng phần té chặt lư nâng nó bật cọp chắc bạc miền ạp thệ ra trả miền tân thế bây nó với ớt miền tật thệ tới bật can thả tua dân đã lư tề tay chặt lư miền men thì chi ở đây nè men mà ha phu từ ru tê lư nâng còn để sray nâng sao từ sát để chi nó việc ca lư nâng từ chỉ thiệt hay là sao tạ tự nhiên nó thiệt rồi tới rồi luật bát tới miền nơi chỉ giờ này thiệt lư cái nữa nâng ảnh giờ đăng khăn sập rụp từ mót tên tay về ở miền giờ đã đăng khăn sẽ tệ rồi lắc nó bám chỉ bạc để bạc để thua bạc rươi sắc xa từng cái pin nét ở dưới dân bò đi phô rồi ngày men còn tới với ở miền dân nè đăng ruột thế chiều ha về nhiên là thiết với sai giờ nặng kịch mà mờ chẳng ấy thua từng on nâng ấy đại muôn quân cha ở tranh vì lộn đi ta từ tam từ tết bậc tham nâng ta tục ở nhâm gần na thuê kịch ca ngheក្នុងលោកnâng tục ở nhâm gần na thuê tia sửa nạ kịch kịch khơi xạ và nạ kịch kịch lư khe giờ nạ kịch kịch đăng khăn sai giờ nạ kịch kịch đăng ruột quân cha muôn ta muôn tới để tiền đừng hai và on ta tranh vì lộn nâng tới nâng từ tết bậc tham nâng cư của quân cha bàn ọp rung chỉ prum mà gì này cả lạiក្នុងអត្តភាពនៃបុគ្គលណាបុគ្គលនោះក៏ជាអ្នកប្រាចេញចាកលោកនឹងឯងមានតែជ័យជំនះវ័យធ្វើកិច្ចធ្វើនទីកើតរលត់ក្នុងលោកដូចដឹងថាផពៈដឹងក្តៅអញ្ចឹងនឹងឯងគឺផោសនៈកិច្ចចឹងកាយវិញ្ញាណនឹងធ្វើកិច្ចដឹងក្តៅសតិរលឹកដឹងបាបអាការដឹងក្តៅនឹងឯងដូចកូនសិស្សនិមន្តគុណចាស់មុនដែរមុនទៅសូត្រមុនដែរទុកកិច្ចការងារដងទឹកដាក់ពីងនឹងឲ្យខ្ញុំកណាតែនេះវាផ្សេងអញ្ចឹងអ្នកដងទឹកហ្នឹងឲ្យគុណចាស់មុនទៅសំដែងធัวទៅមុនទៅចម្រើនព្រះបរិត្តទៅនឹងឯងហ្នឹងរបៀបអញ្ចឹងណាយ៉ាងណាមិញអាការដឹងក្តៅហ្នឹងគឺធ្វើកិច្ចធ្វើនទីដឹងក្តៅសតិរលឹកបាបគុណចាស់អត់មាននៅក្នុងលោកកាយហ្នឹងទេនឹងឯងនៅយ៉ាងម៉េចវាមិនមែនមានតែផោតថាពាក្យឲ្យស្រួលទេណាដល់តែពេលឈឺមែនតេនទៅណាជារឿងឈឺយើងដែលវាមិនតាន់ឈឺវាដូចថាអត់អីតែអ្នកឈឺនឹងគឺចង្អៀតចង្អល់មកដល់ផ្លូវចិត្តមែនតេនទៅណាទាំងជំងឺវាត្រូវឈឺដោយជំងឺរោគអីឈឺដៃឈឺជើងចុកអួលហ្នឹងឯងកាត់ពវៀនបញ្ចេញមកក្រៅទៅហើយវាឈឺដំបៅឈឺមហារីកអីហ្នឹងឈឺខ្លាំងឈឺយុទ្ធមែនតេនឈឺហើយឈឺឲ្យយើងស្លាប់ទៅទៀតnữaណាហ្នឹងឯងមិនឈឺសម្រាប់ឲ្យយើងជាបាលជាអីណាហ្នឹងឯងលោះហើយវាត្រូវសោកសៅទៅក្នុងរឿងជីវិតនឹងសម្បើមណាស់នឹងតលតែយើងប្រឹងប្រែងឲ្យមានស្មារតីទាំងនឹងឯងកុំឲ្យចិត្តទៅនៅក្នុងលោកកាយនឹងសបាយរីករាយនឹងទទួលផតថពៈក្រេពូកខ្នល់ខ្នើយម៉ាស៊ីនតិចស្រួលដល់តែពេលអត់ស្រួលមកហ្នឹងមិនដឹងរត់ទៅណាហើយយើងមិនដែលអប់រំណាតលតែមានសតិប្បដ្ឋានរលឹកដឹងថាកាយវិញ្ញាណគ្រាន់តែ
ក្តៅស្អុះបន្តិចបន្តួចអូយបាក់ត្រំណាស់មុខខំសម្ោចខំអីតិចបន្តួចនឹងមិនវឹកខាត់អប់រំទទួលអ្វីដែលជាផោតថពៈនឹងចឹងក្នុងការអប់រំចិត្តទេផ្ទះអន្តែងទៅរੂសនុករੂសុខរੂស្រួលរੂការសែបសោយកាមគុណទៅអីទៅចឹងទៅវាចិត្តតែបានសុខអីវាចិត្តតែបានស្រួលអីកាយប្រសាទនេះវាមិនមែនទទួលតែអ្វីដែលស្រួលតាមតែយើងត្រូវការប្រាថ្នាទេណាដូចជាយើងនៅមួយកន្លែងហ្នឹងអញ្ចឹងមានអាហារបរិភោគមានកាមគុណមាសប្រាក់សម្បើមអាហារភោគបរិភោគហូបចុកហ្នឹងស្រាប់តែណាវាមានភ្នំធ្លាក់ពីលើមកហ្នឹងក៏ប៉ុណ្្នឹងប៉ុន្តែកន្លែងដែលយើងនៅហ្នឹង16គីឡូដោយជុំវិញហ្នឹងហ្នឹងឯងមើលយើងសប្បាយនឹងស្អីកន្លែងហ្នឹងហ្នឹងឯងបើយើងងើយមើលទៅលើឃើញមកស្ទុកមកចំពីលើអញ្ចឹងបើយើងមិនរត់ចេញពីកន្លែងហ្នឹងទេយើងគិតថាបានអីតែជីវិតហ្នឹងក៏ត្រូវបាត់បង់ទៅដែរចាំបាច់និយាយទៅរបស់ខាងក្រៅហ្នឹងឯងមានតែរឿងរត់ចេញពីកន្លែងហ្នឹងឯងលោកនេះហ្នឹងមិនមែនតែលោកកាយហ្នឹងទេសុទ្ធតែជាកន្លែងនៃជារៀបជាធិមរណៈកន្លែងនៃសេចក្តីទុក្ខសោកពេលយើងបានលៀបបានយោះទៅមានអីសบายរីករាយប៉ុន្តែយើងអត់ខ្វល់នឹងពធัวទេនឹងធัวអីនៅក្នុងលោកហ្នឹងសบายសឹងអីដល់តែមានរឿងទុក្ខទៅបានដឹងតែត្រង់អត់បានទេវាមិនមែនតែទុក្ខផ្លូវកាយណាទេគឺថាវាគ្របសង្កត់ផ្លូវចិត្តសឹងតែដកដង្ហើមមិនរួចរហូតដល់ទៅតល់ច្រកត្រូវធ្វើអត្តឃាតអីចឹងទៅណានឹងឯងវាជារឿងដែលចង្អៀតចង្អល់តាមតឹងលំបាកទៅហើយនឹងនៅក្នុងកំណើតជាមនុស្សផងហើយវត្តសង្សារចឹងបានថាពេលនេះមានពធัวសម្រាប់ជានាំផ្លូវយើងចឹងគឺសតិប្បដ្ឋានហ្នឹងចឹងនៅពេលប្រអតីដែលយើងគិតហ្នឹងមើលមានចាំបាច់ពេលណាក៏យើងគិតដែរប៉ុន្តែអ្វីដែលគិតគឺចិត្តចឹងហ្នឹងដែលឈ្មោះតែចិត្តដោយអត្ថគិតដល់ទៅសតិរលឹកដឹងបានវាមិនមែនរូបកាយអីអ្នកគិតទេណាគ្រាន់តែអាស្រ័យនឹងវត្ថុរូបហើយក៏មានចិត្តគិតហ្នឹងឯងគឺជាបរមត្ថធម៌ដែលមានពិតដូចយើងអត់ប្រកម្មចានថាខ្លួនយើងអញ្ចឹងណាតែយើងអត់ប្រកាន់ភ្លើងដែលឆេះនៅជាក្រាមថាខ្លួនយើងអញ្ចឹងណាឃើញវិញ្ញាណដែលកើតឡើងអាស្រ័យវត្ថុរូបដូចភ្លើងអាស្រ័យអុសអញ្ចឹងណាវាអត់មានទិដ្ឋិទៅប្រកាន់ថាហ្នឹងគឺយើងទេគឺចិត្តគិតរួចទៅក៏វារលត់ទៅដូចជាអណ្ដាតភ្លើងដែលឆេះហើយរលត់ទៅឆេះហើយរលត់ទៅវាឆេះវាមានអុសឆេះទៅទៀតអញ្ចឹងទៅអត់ដាក់អុសទៀតទៅក៏រលត់ទៅប៉ុន្តែវត្តដាក់ហ្នឹងវាចិត្តតែមានអុសគឺបច្ច័យណាដល់តែប្រខៃណាស្របអស់អវិជ្ជាតណ្ហាបាទានកម្មអស់អាហារហ្នឹងទៅបានអត់មានបដិសន្ធិហ្នឹងឯងអញ្ចឹងគឺយើងគិតមែនតែសតិរលឹកដឹងបានវាអត់មានយើងអ្នកគិតទេដោយឡែកពីរូបណាការគិតហ្នឹងនឹងឯងចឹងហើយយើងធ្វើកិច្ចការងារសពគ្រប់ប៉ុន្តែវារស់អ្នកធ្វើអត់មានយើងអ្នកធ្វើទេនឹងឯងចឹងវាប្រព្រឹត្តទៅដោយអំណាចនៃចិត្តវាមានចេតនាកម្មជាសមុฏដ្ឋានទៅនឹងឯងក៏វាទៅជាកាយកម្មវិច័យកម្មទៅព្រោះវាប្រព្រឹត្តទៅតាមកាយទ្វាវិច័យទ្វានឹងឯងចេតនាកម្មរួមជាមួយចិត្តជាសមុฏដ្ឋានមានយើងណាជាអ្នកធ្វើអីចិត្តជាសមុฏដ្ឋានចេតនាកម្មទេតើនិយាយអីហ្នឹងនិយាយសពគ្រប់មួយថ្ងៃហ្នឹងអត់មានសតិទេយើងអ្នកនិយាយហ្នឹងដល់តែមានសតិរលឹកដឹងមើលវិជ័យវិញ្ញាតសត្វតែរូបកើតឡើងព្រោះចិត្តជាសមុฏដ្ឋានមានយើងអ្នកនិយាយអីចិត្តសោះដែលនាំឲ្យមានការកម្រើកវាចាហ្នឹងកម្រើកមាត់កម្រើកកម្ដាតនិយាយទៅហ្នឹងសំឡេងចេញមកហ្នឹងគឺចិត្តជាសមុฏដ្ឋានទេសាកសពមាននិយាយអីមើលព្រោះអត់មានចិត្តជាសមុฏដ្ឋានដល់ទៅមិនប្រកាន់ចិត្តថាជាយើងវាមានយើងអ្នកនិយាយអីហ្នឹងឯងមានយើងអ្នកដើរណាដើររាល់ថ្ងៃហ្នឹងណាប៉ុន្តែវាមានចិត្តនាំឲ្យមានវាយោធាតបកសពសារពាង្គកាយទៅក៏មានអេរិយាបថដើរហ្នឹងទៅអង្គុយទៅឈរទៅនឹងឯងសម្រាកសម្រានទៅសឹងទៅប៉ុន្តែមានយើងនៅក្នុងរូបកាយហ្នឹងឯណាវេទនាសញ្ញាសង្ខារវិញ្ញាណតែប៉ុណ្ណឹងអាស្រ័យវត្ថុរូបកើតហើយរលត់ទៅមានសត្វបុគ្គលណាមកនៅក្នុងរូបកាយហ្នឹងអត់មានទេរូបកាយហ្នឹងជាសម្បុកនៃរោគទេណាជាសម្បុកនៃរោគកៈនិតភាំងទេតាហើយក៏ត្រូវបែកធ្លាយចាត់ចាយរត់រាយទៅហើយវិញ្ញាណនឹងឯងក៏ដល់ទៅការសាបសូន្យទៅ
ចឹងកាលដែលអរិយសាវកនឹងឯងមិនប្រកាន់នៅរូបកាយមិនប្រកាន់នៅវិញ្ញាណហ្នឹងក៏បានដឹងថាអ្វីអ្វីមានបច្ច័យបានកើតឡើងចឹងទៅចឹងក៏នឿយណាយនឹងការចាប់យកអ្វីអ្វីទាំងអស់ហ្នឹងមកធ្វើជាខ្លួនឯងចាប់យកមកធ្វើជាទូខ្លួនហ្នឹងខ្វាយខ្វល់រវល់បកែប្រកម្មនឹងចឹងទៅការនឿយណាយហ្នឹងឯងដែលនាំឲ្យលះបង់ផុតស្រឡះហ្នឹងព្រះអរិយបុគ្គលហ្នឹងឯងចឹងដែលអាចផុតស្រឡះបានហ្នឹងព្រោះបានដឹងនៅជីវិតដែលប្រព្រឹត្តទៅហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងហ្នឹងវឹកហាត់អប់រំអញ្ចឹងចឹងព្រោះជាការពិតរាល់ថ្ងៃព្រឹត្តទៅគ្រប់ព្រះអង្គគ្រប់គ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងគឺការដែលសិក្សាសង្កេតពិនិត្យខ្លួនយើងហ្នឹងឲ្យឃើញថាវាជាស្អីចឹងទៅនឹងឯងហ្នឹងគឺជាការចេះដឹងទាំងបងប្អូនកូនចៅទាំងអស់រៀនរស់នៅឲ្យជាសុខជាមួយនឹងការអប់រំចិត្តវិជ្ជាសុខស្ងប់ចឹងទៅ